លោក Zelensky និយាយថាអាមេរិកគៀបសង្កត់អ៊ុយក្រែនឲ្យធ្វើសារមាទានប៉ុន្តែមិនហ៊ានមាត់ជាមួយរុស្ស៊ីសោះទីក្រុងគៀវប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky សង្ឃឹមថាការចរចាសន្តិភាពដែលនឹងរៀបចំឡើងនៅទីក្រុង Geneva ប្រទេសស្វីសនាសប្តាហ៍ក្រោយនោះនឹងធ្វើឡើងប្រកបដោយភាពម៉ត់ចត់ប្រកបប្រជានិងប្រកបដោយភាពសេចក្ដីប៉ុន្តែទន្ទឹមនឹងនោះលោកបង្ហាញការខ្វល់ខ្វាយជាចំហតែម្ដងថាអ៊ុយក្រែនហាក់ដូចជាត្រូវគេបង្ខំឲ្យធ្វើសារមាទាននៅពេលចរចាគ្នានៅឯកិច្ចប្រជុំស្ដីពីសន្តិសុខដែលរៀបចំឡើងនៅទីក្រុងមួយនិចប្រទេសអាល្លឺម៉ង់លោក Zelensky ថ្លែងថាយើងសង្ឃឹមដោយចិត្តស្មោះសរថាគម្រោងជួបគ្នាត្រីភាគីនៅសប្តាហ៍ក្រោយនោះនឹងធ្វើឡើងប្រកបដោយភាពម៉ត់ចត់និងសច្ចការពោលគឺជាការចរចាគ្នាដែលផ្ដល់សេចក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នាប៉ុន្តែលោកសូមនិយាយតាមត្រង់ចុះថាពេលខ្លះភាគីចំនួនទាំងពីរនិយាយខុសគ្នាស្រឡះមេដឹកនាំអ៊ុយក្រែនរូបនេះថ្លែងថាពេលខ្លះលោកមានអារម្មណ៍ថាអ៊ុយក្រែនទទួលរងនូវសម្ពាធខ្លះៗពីលោក Donald Trump កាលពីម្សិលមិញលោក Donald Trump ថ្លែងថាលោក Zelensky គួរកុំបណ្ដោយឲ្យឱកាសកន្លងផុតទៅគួរទទួលយកកិច្ចព្រមព្រៀងសន្តិភាពឲ្យបានឆាប់ហេតុនេះលោក Zelensky ថ្លែងត្រាប់ទៅវិញថាពួកអាមេរិកកាំងឧស្សាហ៍និយាយបកក្រោយទៅរកការធ្វើសម្បទានឲ្យគ្នាលោក Zelensky ថាអាមេរិកបង្ខំឲ្យអ៊ុយក្រែនធ្វើសម្បទានចំណែកឯខាងរុស្ស៊ីអាមេរិកមិនបង្ខំសោះទោះជាយ៉ាងណាក្តីលោកសង្ឃឹមថាអាមេរិកនឹងនៅតែបន្តចូលរួមក្នុងការចរចាគ្នាលោកសង្ឃឹមទៀតថាអឺរ៉ុបក៏អាចនឹងមានឱកាសបំពេញតួនាទីកាន់តែធំទូលាយខណៈដែលបច្ចុប្បន្ននេះអឺរ៉ុបត្រូវបានគេដាក់ឲ្យនៅក្រៅសង្វៀនកាលពីមុននេះលោក Zelensky បារម្ភថាគម្រោងរៀបចំការបោះឆ្នោតសភានៅអាមេរិកនឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោក Donald Trump ជួបប្រវល់តែអំពីបញ្ហាក្នុងស្រុកពាក់ព័ន្ធនឹងពាក្យចចាមអារាមថាលោក Donald Trump បានដាក់សម្ពាធឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតប្រធានាធិបតីនាពេលឆាប់ៗនេះលោក Zelensky អះអាងថាលោកត្រៀមខ្លួនធ្វើរឿងនេះសំខាន់ត្រូវមានបទឈប់បាញ់រយៈពេល2ខែដើម្បីងាយស្រួលឲ្យលោករៀបចំការបោះឆ្នោតលោកថាលោក Donald Trump អាចធ្វើរឿងនេះបានលោក Trump ត្រូវតែបង្ខំឲ្យលោក Putin ទទួលយកបទឈប់បាញ់នេះពេលនោះរដ្ឋសភាអ៊ុយក្រែនអាចមានពេលវេលាដើម្បីធ្វើវិសោធនកម្មច្បាប់បន្ទាប់មកអ៊ុយក្រែនអាចនឹងរៀបចំការបោះឆ្នោតបានហើយ